បងប្អូននេះជាមុខម្ហូបបង្គាបំពងក្រឡុកគ្រឿងបងប្អូនអាចរៀនធ្វើតាមវីដេអូរបស់នាងខ្ញុំបានណាបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមករៀនធ្វើបង្គាបំពងក្រឡុកគ្រឿងអញ្ចឹងមកមើលគ្រឿងផ្សំទាំងអស់គ្នាថាមានអីខ្លះបងប្អូននេះបង្គាខ្ញុំទិញមកកន្លះគីឡូហើយយើងយកមកកាត់ក្បាលហើយឆូតវាវះយកអាចវាចេញបងប្អូនហើយបន្ទាប់មកនេះគ្រឿងផ្សំរបស់យើងគឺមានខ្ទឹមសខ្ទឹមក្រហមស្លឹកក្រូចសណ្តែកដីគឺខ្ទឹមសខ្ទឹមក្រហមនេះគឺខ្ញុំយកវាទៅបំពងសិនបំពងវាឲ្យស្រួយហើយសណ្តែកដីនេះគឺខ្ញុំយកទៅបំពងជាមួយម្សៅដែរហើយអានេះគ្រឿងរបស់យើងគឺសម្រាប់យកទៅកលុកជាមួយនឹងបង្គាហើយនឹងម្សៅស្រួយបងប្អូនម្សៅបំពងណាយើងយក1លីត្រទឹកណាចឹងចាប់ផ្ដើមធ្វើយើងចាក់ម្សៅចូលក្នុងចានមកកញ្ចប់នឹងទាំងអស់ទៅរួចហើយយើងដាក់ទឹកយើងដាក់ទឹកលាយជាមួយម្សៅហ្នឹងបងប្អូនលាយឲ្យមើលមកល្មមសិនកូរច្បល់វាចូលគ្នាកូរវាចូលគ្នាឲ្យជាល្បះតែមួយកុំឲ្យសាច់ម្សៅវាដុំណាកូរវាឲ្យម៉ត់សិនយើងដាក់មកល្មមកុំឲ្យរាវពេកក៏កុំឲ្យខាប់ពេកទេយើងដាក់មកល្មមថាដាក់បង្គាចូលទៅមកជក់ម្សៅហើយយើងចាប់ផ្ដើមដាក់បង្គាចូលមកល្មមសិនទៅបងប្អូនទាយើងចូលហើយយើងចាប់ផ្ដើមមកបើកឆ្នាំងទៀតចាប់ផ្ដើមបំពងបង្គាទុកសិនឲ្យឆ្នាំងទៀតយើងក្តៅហើយយើងចាក់ខ្លាញ់ចូលចាក់ខ្លាញ់ចូលឲ្យខ្លាញ់រៀងក្តៅចាំយើងដាក់បង្គាចូលបងប្អូនខ្លាញ់វាក្តៅហើយយើងចាប់ផ្ដើមដួសបង្គាដាក់ចូលដួសបង្គាដាក់ចូលបំពងវាទៅដាក់លឹកក្រូចឲ្យវាពេញឈ្ងុយទៀតតែមួយគ្នាហើយហូបបងប្អូនឥឡូវបំពងបង្គាហើយយើងចាក់ដាំបំពងសណ្តែកដីយើងយកមកលាយជាមួយម្សៅដែលដូចគ្នាអញ្ចឹងណានេះលាយវាហើយយើងដាក់ចូលបំពងហ្នឹងកូរវាផងកូរពេលយើងចាក់ហើយយើងកូរវាផងបើមិនអញ្ចឹងទៅវាដុំជុកគ្នាយើងបំពងសណ្តែកដីហើយយើងដួសវាស្រង់វាចេញឲ្យស្រស់ខ្លាញ់បងប្អូនឥឡូវបំពងបង្គាយើងចាំមកវាឯណាយើងទុកដោយឡែកហើយនឹងបំពងសណ្តែកដីលីងហ្នឹងចាំមកវាឯងទុកម្លែកឥឡូវយើងចាប់ដើមចាក់ខ្លាញ់ចូលហើយយើងបំពងនេះខ្ទឹមសនិងខ្ទឹមក្រហមទុករយមកពីលើបងប្អូនយកទៅកលុកគ្រឿងហ៎អញ្ចឹងយើងចាប់ដើមបំពងខ្ទឹមសមកបង្ខំភ្លើងបងប្អូនអានោះយើងបំពងវាដាក់ភ្លើងមកល្មមហើយខ្ទឹមវាក្រហមជួយទៅដល់វាក្រហមមកយើងស្រង់វាទៅឡើងយើងបំពងខ្ទឹមសហើយបងប្អូនឥឡូវចាប់ដាំបំពងខ្ទឹមក្រហមម្ដងនេះខ្ទឹមក្រហមបងប្អូននេះបំពងវាចូលចឹងទៅ ប
បំពងខ្ទឹមក្រហមឲ្យវាក្រហមស្រួយហើយចាំដួសវាចាញ់ហើយចាំយើងយកទៅប្រឡុកគ្រឿងជាមួយនឹងបកាដែលយើងបំពងហ្នឹងបងប្អូនពេលដែលយើងបំពងខ្ទឹមក្រហមនេះទៅកូនអូឥឡូវយើងមកផ្សំគ្រឿងយើងយកទៅក្លុកនេះអាម្ទេសនេះយើងទិញនៅផ្សារបានអាម្ទេសដែលគេយកមកផ្សំគ្រឿងរបៀបដាក់ក្លុកសាច់មាន់សាច់អីបងប្អូនហើយយើងដាក់រ៉ូឌីចូលហើយយើងដាក់ប៊ីចេងបន្តិចទៅស្ករសបន្តិចហើយយើងវាច្បល់ចូលគ្នាអញ្ចឹងបងប្អូនយើងច្បល់វាចូលគ្នាអស់ចឹងហើយយើងចាប់ផ្ដើមមកលាយពុកគ្នាក្លុករបស់យើងចូលអញ្ចឹងហើយបងប្អូនស្លេចដីអាខ្ទឹមពងនេះយើងទុករយមុខវាទៅលើពុះហើយយើងដាក់នេះចូលចាគ្រឿងដែលយើងលាយមិញហ្នឹងណាយើងដាក់តាមរសជាតិដែលយើងចង់បានវាស្អាយយ៉ាងនោះទៅប្រហែលយ៉ាងម៉េចយើងស្អាតយ៉ាងនោះតាមដាក់គ្រឿងរបស់យើងទៅបងប្អូនយើងក្លុកគ្រឿងហើយយើងដួសដាក់ចានបងប្អូនឥឡូវបងគីបំពងក្លុកគ្រឿងរបស់យើងគឺបានរួចរាល់ហើយបងប្អូនអញ្ចឹងខ្ញុំសូមអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំអញ្ចឹងអរគុណបងប្អូនសូមបងប្អូនជួយចុច Subscribe និងតាមដានវីដេអូថ្មីៗបន្តទៀតផងបងប្អូនអរគុណច្រើន